ទុកព្រោះស្រឡាញ់ព្រោះតែស្រឡាញ់ទើបមានការហួងហែងព្រោះតែស្រឡាញ់ទើបមានការឈឺចាប់ព្រោះតែស្រឡាញ់ទើបទឹកនេត្រាហូរព្រោះតែស្រឡាញ់ទើបកោតទុកឥតស្រាកស្រានសេចក្តីស្រឡាញ់វាជាបតដ្ឋាននៃសេចក្តីទុក្ខសេចក្តីស្រឡាញ់ធ្វើឲ្យរវល់គឺរវល់ក្នុងការហួងហែងថែរក្សាការពារអ្វីដែលខ្លួនស្រឡាញ់សេចក្តីស្រឡាញ់ធ្វើឲ្យខ្លាចគឺខ្លាចបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ឬវត្ថុដែលស្រឡាញ់សេចក្តីស្រឡាញ់ធ្វើឲ្យចិត្តមិនស្ងប់ព្រោះចិត្តគិតភ័យព្រួយបារម្ភពីរបស់ដែលខ្លួនស្រឡាញ់សេចក្តីស្រឡាញ់កាន់តែច្រើនប៉ុណ្ណាសេចក្តីទុក្ខក៏កាន់តែច្រើនប៉ុណ្ណោះនៅពេលដែលរបស់ឬមនុស្សដែលកូនស្រឡាញ់បាត់បង់ទៅប៉ុន្តែកូននឹងគ្មានសេចក្តីទុក្ខសោះប្រសិនបើរបស់ឬមនុស្សនោះមិនមែនជាទីស្រឡាញ់នៃកូនចូលកូនតាំងចិត្តឲ្យបានល្អកុំស្រឡាញ់ងប់ងល់ពេករហូតដល់បាយមិននឹកទឹកមិនស្រេកដេកមិនលក់បក់មិនលះហើយព្រោះតែសេចក្តីស្រឡាញ់ត្រូវដឹងថាបើកូនស្រឡាញ់មួយសេចក្តីទុក្ខក៏មានមួយស្រឡាញ់ពីរទុក្ខក៏ពីរស្រឡាញ់3ទុក្ខ3ស្រឡាញ់4ទុក្ខ4ស្រឡាញ់5ទុក្ខ5ស្រឡាញ់10ទុក្ខ10ស្រឡាញ់100ទុក្ខ100និយាយរួមស្រឡាញ់ច្រើនទុក្ខច្រើនស្រឡាញ់តិចទុក្ខតិចបើអត់សេចក្តីស្រឡាញ់សោះសេចក្តីទុក្ខនោះក៏មិនមានប៉ុន្តែមនុស្សយើងសុទ្ធតែមានសេចក្តីស្រឡាញ់គ្រប់គ្នាកិច្ចមិនផុតឡើយដូច្នេះហើយតើមនុស្សយើងតែងតែមានទុក្ខកិច្ចមិនផុតដូចគ្នាម៉ែនឹងលើករឿងនិទានមួយមកនិយាយសម្រាប់កូនគិតពិចារណាដើម្បីឲ្យកូនដឹងថាសេចក្តីស្រឡាញ់នោះវាមានសេចក្តីទុក្ខខ្លាំងយ៉ាងណារឿងនោះមានចំណងជើងថាសុបិននិងកូនមាន់សុបិនគឺជាឈ្មោះរបស់ក្មេងប្រុសម្នាក់ដែលចូលចិត្តចិញ្ចឹមសត្វហើយសត្វដែលសុបិនចូលចិត្តចិញ្ចឹមជាងគេគឺកូនមាន់សុបិនបានចាត់ទុកកូនមាន់ដូចជាកូនរបស់ខ្លួនអញ្ចឹងទៅណាមកណាតែងយកកូនមាន់ទៅតាមជានិច្ចដល់ថ្នាក់ពេលខ្លះគេយកកូនមាន់ដាក់នៅលើក្បាលទៀតផងសុបិនស្រឡាញ់កូនមាន់នោះខ្លាំងណាស់ពេលគេងតែងយកកូនមាន់ទៅគេងអោបទៅគេគេងលក់នៅក្នុងផ្ទះសុបិនមិនមែនចិញ្ចឹមតែមាន់ទេគឺមានចិញ្ចឹមឆ្កែផងដែរតែឆ្កែនិងមាន់រស់នៅចុះសម្រុងនឹងគ្នាណាស់គ្មានអ្នកណាធ្វើបាបអ្នកណាឡើយប៉ុន្តែសុបិនស្រឡាញ់កូនមាន់ជាងកូនឆ្កែថ្ងៃមួយឆ្កែនិងមាន់នាំគ្នាដើរឆ្លងថ្នល់មិនបានប្រយ័ត្នត្រូវរថយន្តកិនស្លាប់ទាំងពីរធ្វើឲ្យសុបិនស្រែកយំឡាំប៉ាត្រកងសពកូនមាន់រត់ឆ្លេឆ្លាចុះឡើងដោយសេចក្តីស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងសុបិនដេកកើតទុកយំមិនឈប់រហូតបាយមិននឹកទឹកមិនស្រេកសូម្បីតែឪពុកម្ដាយក៏មិននិយាយជាមួយការបាត់បង់កូនមាន់គឺប្រៀបបីដូចជាការបាត់បង់របស់អ្វីមួយយ៉ាងដ៏សំខាន់ពីជីវិតរបស់សុបិនអញ្ចឹងឯងសុបិនចាប់ផ្ដើមឈប់ស្រឡាញ់ខ្លួនឯងឈប់ទៅសាលារៀនគិតតែពីដេកយំអត់បាយអត់ទឹកដោយបារម្ភពីកូនពេកឪពុករបស់សុបិនក៏ចូលទៅលួងលោមកូនណែកូនមាន់វាទៅបានសុខហើយកូនឈប់យំទៀតទៅកូនគួរតែសប្បាយចិត្តព្រោះកូនមាន់អាចទៅកើតនៅក្នុងកំណើតថ្មីដែលមិនមែនជាសត្វដូចជាតិនេះគេអាចកើតជាតិក្រោយជាមនុស្សដោយកូនក៏ថាបានទេពុកតែកូនស្រឡាញ់កូនមាន់ខ្លាំងណាស់កូនមិនអាចអត់វាបានទេកូនចង់ឲ្យវារស់ឡើងវិញណាពុកឪពុកបានពោលថាកូនកើតទុក្ខយំសោកបោកខ្លួនព្រោះតែកូនមាន់ស្លាប់ចុះហេតុអ្វីបានជាកូនមិនយំសោកស្ដាយកូនឆ្កែផងព្រោះកូនឆ្កែក៏ស្លាប់ទៅជាមួយកូនមាន់ដែរសុបិនបានតបថាព្រោះកូនមិនបានស្រឡាញ់កូនឆ្កែឪពុកបានតបវិញអញ្ចឹងហើយទៅពុកចង់ប្រាប់កូនឲ្យបានដឹងថាកូនស្រឡាញ់ខ្លាំងប៉ុណ្ណាសេចក្តីទុក្ខខ្លោចផ្សាក៏មានខ្លាំងប៉ុណ្ណោះបើកូនមិនស្រឡាញ់សោះកូនក៏មិនមានទុក្ខដូចឆ្កែអញ្ចឹងស្លាប់ជាមួយមាន់ដែរតែកូនមិនបានទៅកើតទុក្ខព្រោះឆ្កែទេគឺកូនកើតទុក្ខព្រោះតែមាន់ព្រោះអ្វីគឺព្រោះតែកូនស្រឡាញ់កូនមាន់ដូច្នេះសេចក្តីស្រឡាញ់នាំឲ្យកូនមានសេចក្តីទុក្ខសេចក្តីស្រឡាញ់នាំឲ្យកូនមានការសោកសៅសេចក្តីស្រឡាញ់នាំឲ្យកូនមានការភ័យខ្លាចគឺភ័យខ្លាចបាត់បង់របស់ដែលខ្លួនឯងស្រឡាញ់
សេចក្តីស្រឡាញ់នាំឲ្យមានការហួងហែងបើកូនហួងហែងតិចសេចក្តីទុក្ខក៏តិចតែបើកូនហួងហែងច្រើនសេចក្តីទុក្ខក៏ច្រើនហើយបើកូននៅតែយំចង់ឲ្យកូនមន់រស់ឡើងវិញគឺមិនខុសអីពីការយំទាមទារចង់បានព្រះច័ន្ទព្រះអាទិត្យមកកាន់លែងនោះទេគឺវាមិនអាចទៅរួចដូចគ្នាដូច្នេះកូនគួរតែរៀនទទួលស្គាល់ការពិតទៅព្រោះការពិតនៅតែជាការពិតមិនអាចបំភ្លេចបានឡើយកូនឈប់យំទៀតទៅងើបឡើងជូតទឹកភ្នែកឲ្យជ្រះហើយទៅញ៉ាំបាយណាកូនសុបិនហាក់ដូចជាស្ដាប់ឪពុកបានរួចក៏ក្រោកទៅញ៉ាំបាយជាមួយឪពុកហើយក៏ឈប់យំតាំងពីគ្រានោះហងម៉ែលើករឿងនេះមកគឺដើម្បីដាស់សតិស្មារតីកូនកុំឲ្យរវល់ស្រឡាញ់គេដល់ថ្នាក់ឈប់ស្រឡាញ់ខ្លួនឯងសុខចិត្តធ្វើបាបខ្លួនឯងព្រោះតែស្រឡាញ់អ្នកដទៃវាមិនមែនជារឿងដែលត្រឹមត្រូវទេកូនស្រឡាញ់ច្រើនប៉ុណ្ណាសេចក្តីទុក្ខខ្លោចផ្សាក៏មានច្រើនប៉ុណ្ណោះកុំស្រឡាញ់គេភ្លេចស្រឡាញ់ខ្លួនឯងស្នេហាធ្វើឲ្យកូនរីករាយស្នេហាក៏ធ្វើឲ្យកូនសោកសៅស្នេហាធ្វើឲ្យកូនមានសេចក្តីសុខតែស្នេហាក៏ធ្វើឲ្យកូនមានសេចក្តីទុក្ខដែរពិសេសស្នេហាធ្វើឲ្យកូនសើចហើយវាក៏អាចធ្វើឲ្យកូនយំបានដូចគ្នាអោស្នេហាអើយស្នេហាអ្នកពិតជាអស្ចារ្យពេកហើយពាក្យតែពីរម៉ាត់សោះមិនដេចឡើយក៏ធ្វើឲ្យមនុស្សមួយផែនដីវង្វេងវង្វាន់អស់ដោយសារអ្នកខ្លះព្រោះតែសេចក្តីស្នេហាដល់ថ្នាក់ហ៊ានប្រហារជីវិតខ្លួនឯងនិងអ្នកដទៃព្រោះតែស្នេហាហ៊ានអាសាច់សម្រក់ឈាមព្រោះតែស្នេហាហ៊ានកសាងកំហុសច្រើនរាប់មិនអស់ព្រោះស្នេហាសុខចិត្តធ្វើឲ្យខ្លួនឯងលំបាកវេទនាស្ទើរស្លាប់ស្ទើររស់សេចក្តីស្រឡាញ់គ្មានអ្នកណាហាមឃាត់វាបានទេតែឲ្យមានព្រំដែនក្នុងការស្រឡាញ់ផងកូនត្រូវដឹងថាកូនមានសេចក្តីស្រឡាញ់ច្រើនប៉ុណ្ណាសេចក្តីទុក្ខខ្លោចផ្សាក៏មានច្រើនប៉ុណ្ណោះដែរម្នាក់រវល់តែស្រឡាញ់គេរហូតដល់ភ្លេចស្រឡាញ់ខ្លួនឯងរវល់តែមើលថែរក្សាគេភ្លេចថែរក្សាខ្លួនឯងរវល់តែហួងហែងគេភ្លេចហួងហែងខ្លួនឯងរវល់តែគិតពីគេភ្លេចគិតដល់ខ្លួនឯងស្រឡាញ់អ្នកណាក៏ស្រឡាញ់ទៅចុះតែកូនត្រូវចេះស្រឡាញ់ខ្លួនឯងផងបាត់បង់ស្នេហាក៏បាត់បង់ទៅចុះកុំឲ្យតែកូនបោះបង់ខ្លួនឯងចោលបើកូនបោះបង់ខ្លួនឯងចោលហើយជីវិតរបស់កូននឹងគ្មានន័យអ្វីតតែសោះកូនកុំធ្វើបាបខ្លួនឯងព្រោះតែស្នេហាកុំបោះបង់គ្រួសារដោយសារអ្នកដទៃកូនត្រូវចេះឲ្យតម្លៃខ្លួនឯងនិងចេះស្រឡាញ់ខ្លួនឯងផងកុំស្រឡាញ់គេរហូតដល់ថ្នាក់ឈប់ស្រឡាញ់ខ្លួនឯងអីណាកូនស្រឡាញ់អ្នកណាក៏ស្រឡាញ់ទៅចុះគឺមិនខុសទេកូនតែក៏បីស្រឡាញ់ខ្លួនឯងផងរៀនប្រឡែងចោលខ្លះទៅណាកូនកូនអើយហេតុអ្វីបានជាកូនចូលចិត្តប្រមូលរឿងមិនល្អយកមកទុកដាក់នៅក្នុងចិត្តកូនច្រើនម្ល៉េះរឿងណាអាចប្រឡែងចោលបានក៏គួរតែប្រឡែងចោលខ្លះទៅកុំរក្សាវាទុកនាំតែឈឺចាប់ឥតអំពើទេបេះដូងរបស់កូនមិនមែនជាធុងសម្រាមដែលចាំតែប្រមូលកាក់សំណល់នោះឡើយត្រូវចេះដោះលែងខ្លួនឯងឲ្យមានសេរីភាពកុំខំខាំងបេះដូងទុកនៅក្នុងទ្រូងនៃសេរីនៃសេចក្តីភាពសៅមងយូរពេកការឈឺចាប់កូនអាចនិយាយប្រាប់អ្នកដទៃបានតែគេមិនអាចមកឈឺចាប់ជំនួសកូនបានទេគឺកូនជាអ្នករ៉ាប់រងការឈឺចាប់តែម្នាក់ឯងកូនសោកសៅតែម្នាក់ឯងកូនកើតទុកតែម្នាក់ឯងបើកូនមិនជួយសង្គ្រោះបេះដូងខ្លួនឯងទេគឺគ្មាននរណាម្នាក់មកជួយកូនបានឡើយគួរចំណាយពេលវេលាសាងសេរីភាពនិងក្តីរីករាយឲ្យជីវិតខ្លះហើយតើផ្អាប់ជីវិតខ្លួនឯងទុកនៅក្នុងពិភពទុកសោកដល់ពេលណាទៀតរឿងមិនល្អរើសមកទុកនៅក្នុងចិត្តនាំតែស្ដុកធ្វើអ្វីក្រវែងចោលឲ្យឆ្ងាយទៅកុំឲ្យសៅមងចិត្តច្រើនពេករវល់នឹងរឿងខ្លួនឯងមិនថាទេតែនេះទៅរវល់នឹងរឿងរបស់គេទៀតធ្វើឲ្យចិត្តខ្លួនឯងកាន់តែស្មុគស្មាញជីវិតកូនមិនមែនជាឡានស៊ីនទ្រី
ដែលចាំតែដើរប្រមូលសម្រាមនៅមុខផ្ទះគេនោះទេគឺកូនមិនគប្បីធ្វើជាឡានដឹកសម្រាមដែលចាំតែដើរប្រមូលសម្រាមនោះឡើយដូច្នេះរឿងអីកូនត្រូវទៅប្រមូលបញ្ហារបស់អ្នកដទៃយកមកទម្លាក់ក្នុងជីវិតរបស់កូននោះត្រូវក្រវែងចោលក៏ក្រវែងចោលខ្លះទៅហើយងាកមកធ្វើចិត្តឲ្យសบายដើម្បីបន្ថែមរសជាតិជីវិតឲ្យបានឆ្ងាញ់ពិសានឹងគេខ្លះដល់ពេលដែលកូនត្រូវកំចាត់មេរោគគឺបញ្ហាគ្រប់យ៉ាងចេញពីចិត្តកូនហើយបើមិនដូច្នោះទេមេរោគវានឹងស៊ីសេចក្តីសុខរបស់កូនអស់ជាមិនខានព្យាយាមបោសសម្អាតចិត្តរបស់កូនឲ្យបានស្អាតឲ្យទូលាយកុំសូវចង្អៀតពេកចំណាយពេលវេលាដើម្បីខ្លួនឯងផងកុំសូវចំណាយពេលវេលាគិតនឹងខ្វល់ខ្វាយពីគេពេកអីកូនត្រូវចេះសន្សំសេចក្តីសុខទុកសម្រាប់ខ្លួនឯងកុំសន្សំតែបញ្ហាច្រើនពេកល្មមដោះលែងចិត្តឲ្យគ្នាបានចេញមកសប្បាយរីករាយនៅក្នុងពិភពខាងក្រៅនឹងគេខ្លះហើយកុំចងផ្អោបជាប់តែជាមួយនឹងទុកកង្វល់ច្រើនពេកអីឈប់ធ្វើបាបចិត្តខ្លួនឯងទៅណាកូនម៉ែចង់ឃើញកូនញញឹមចង់ឃើញកូនសើចចង់ឃើញកូនសប្បាយរីករាយនឹងជីវិតរបស់កូនបោះចោលរឿងមិនល្អចេញពីចិត្តជីវិតកូននឹងមានសម្រស់ស្រស់ដូចជាផ្ការៀនព្រមទៅឆាប់ចប់ណាកូនកូនអើយធម្មជាតិតែងប្រែប្រួលមិនទៀងទាត់ម្ដងក្តៅម្ដងត្រជាក់ម្ដងភ្លៀងម្ដងរាំងថ្ងៃរះពីទិសខាងកើតហើយក៏រំលែងលេចទៅវិញនៅទិសខាងលិចជាធម្មតាគ្មានអ្នកណាអាចទៅបង្កប់បញ្ជាឲ្យវាតាំងនៅរហូតបានឡើយព្រោះនេះគឺជាច្បាប់របស់ធម្មជាតិជីវិតមនុស្សក៏មិនខុសគ្នាដែរប្រែប្រួលឥតលហើយកើតមកហើយតែងតែមានទុក្ខគឺទុក្ខព្រោះចាស់ទុក្ខព្រោះឈឺនិងទុក្ខព្រោះសេចក្តីស្លាប់ទាំងនេះក៏ជាច្បាប់របស់ធម្មជាតិដូចគ្នាឬយើងអាចនិយាយបានថាជាច្បាប់របស់កម្មផលគឺតែងមានសើចមានយំមានការជួបជុំមានការប្រត់ប្រាស់មានសុខមានទុក្ខមានការសរសើរមានការតេះដៀលនិងនិន្ទាគឺគ្រប់រសជាតិទាំងអស់ដែលមាននៅក្នុងដួងជីវិតនេះដូច្នេះចូលកូនសម្រួលចិត្តរបស់កូនទទួលស្គាល់នៅការពិតទៅកុំហួងហែងកុំប្រកាន់សម្របទៅតាមធម្មជាតិព្រោះកូនបានជាព្រមកើតមកជាមនុស្សហើយកូនក៏ព្រមទទួលនៅអ្វីដែលមនុស្សមានគឺមនុស្សតែងចាស់តែងឈឺតែងស្លាប់តែងជួបតែងព្រាត់បើទោះបីជាកូនមិនព្រមក៏ច្បាប់ធម្មជាតិទាំងនេះនៅតែកើតឡើងចំពោះជីវិតកូនមិនអាចគេចវេះផុតបានឡើយដូច្នេះហើយបើកូនព្រមជួបកូនក៏ត្រូវតែព្រមបែកព្រមទទួលសេចក្តីសុខក៏ត្រូវព្រមទទួលសេចក្តីទុក្ខព្រមស្រឡាញ់ក៏ត្រូវតែព្រមទទួលយកនៅការឈឺចាប់ដែលវាត្រូវកើតឡើងបន្ទាប់ពីសេចក្តីស្រឡាញ់ត្រូវបានបាត់បង់ទៅវិញគឺថាកូនត្រូវព្រមគ្រប់យ៉ាងមិនប្រឆាំងតតាំងប្រកែកតវ៉ាទើបចិត្តរបស់កូនបានសេចក្តីស្ងប់អ្វីវានឹងបញ្ចប់ទៅដោយរលូនប៉ុន្តែបើកូនទៀមទាឲ្យច្បាប់ធម្មជាតិតម្រូវតាមចិត្តកូននោះគឺមិនខុសអីពីការយំទៀមទាចង់បានព្រះច័ន្ទមកកាន់លែងនោះទេគឺវាមិនអាចទៅរួចឡើយចូលកូនរីករាយរស់នៅជាមួយនឹងជីវិតដែលប្រព្រឹត្តទៅតាមធម្មជាតិហើយញញឹមទទួលយកការពិតនោះជីវិតរបស់កូននឹងមានពន្លឺរស្មីដោយព្រះច័ន្ទពេញបរមីក្នុងថ្ងៃ15កើតអញ្ចឹងឯងណាកូនធម្មជាតិលើលោកទុកសោកសើចយំសើចពេលជួបជុំយំពេលប្រត់ប្រាស់ស្រឡាញ់ប្រែស្អប់យប់ប្រែថ្ងៃរះផ្លាស់ប្ដូររហ័សច្បាស់ឥតសង្ស័យរៀនរស់ជាមួយនឹងខ្លួនឯងកូនណាយមនុស្សខ្លះដែលយើងមើលពីសម្បកក្រៅទៅឃើញថាហឺហាហឹកហាក់លយឆាយរីករាយសប្បាយក្អាកក្អាយណាស់តែតាមការពិតខាងក្នុងអាចកំពុងតែកើតទុក្ខសោកសៅមួម៉ៅក្តៅក្រហាយគ្មានសេចក្តីសុខសប្បាយក៏ថាបានអ្នកខ្លះលើផ្ទៃមុខកំពុងញញឹមប៉ុន្តែក្នុងចិត្តអាចកំពុងតែយំក៏មានកូនច្រើនតែកើតទុក្ខមិនសុខចិត្តនៅពេលដែលកូនយកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយនឹងជីវិតរបស់អ្នកដទៃដែលយើងមើលពីក្រៅទៅឃើញជីវិតគេហាក់បីដូចជាមានក្តីសុខច្រើនជាងកូន
ល្អប្រសើរជាងកូនហើយកូនក៏កើតទុកអន់ចិត្តនឹងជីវិតខ្លួនឯងថាហេតុអ្វីបានជាមិនមានសេចក្តីសុខដូចគេមិនល្អដូចគេពេលខ្លះកូនអាចនឹងស្អប់ខ្លួនឯងឬមិនពេញចិត្តនឹងអ្វីដែលខ្លួនឯងមានព្រោះតែការប្រៀបធៀបជាមួយអ្នកដទៃប៉ុន្តែនៅពេលដែលកូនដឹងរឿងពិតនៃជីវិតរបស់អ្នកនោះទើបកូនដឹងថាជីវិតកូនគឺមានសំណាងជាងល្អជាងមានសេចក្តីសុខច្រើនជាងដូច្នេះកូនត្រូវចេះរីករាយរស់នៅជាមួយនឹងខ្លួនឯងរស់នៅជាមួយនឹងអ្វីដែលខ្លួនឯងមាននិងរៀនទទួលយកអ្វីដែលជារបស់ខ្លួនឯងកុំយកជីវិតខ្លួនឯងទៅប្រៀបជាមួយអ្នកដទៃត្រូវមានសេចក្តីសុខនឹងអ្វីដែលខ្លួនឯងមានចេះល្មមចេះព្រមចេះគ្រប់ចេះគ្រាន់ជីវិតនឹងមានតែសេចក្តីសុខហើយត្រូវលើកទឹកចិត្តខ្លួនឯងថាគ្មានអ្នកណាល្អជាងខ្លួនឯងឡើយចេះល្មមនឹងអ្វីដែលខ្លួនឯងមានមិនច្រណែនឈ្នានីសអ្នកដទៃជីវិតនឹងមានក្តីសុខ